បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែ3ថ្ងៃនេះខ្ញុំមកបង្ហាញសារជាថ្មីជូនពុកម៉ែបងប្អូនឲ្យបានស្គាល់អំពីខ្លែងពណ៌បាទដោយសារតែកន្លងទៅមានពុកម៉ែបងប្អូនឆ្ងល់ថាខ្លែងពណ៌និងចណ្ដើរស្វានឹងខុសគ្នាបែបម៉េចបាទនេះពុកម៉ែបងប្អូនបាទនេះជាផ្កាបាទផ្កាខ្លែងពណ៌បែបហ្នឹងមានផ្កាចោបមានផ្កាចាយនេះបាទហើយស្លឹកបាទស្លឹកតកៅស៊ីខ្លែងពណ៌ស្លឹកមិនសូវជាស្រួចដូចចណ្ដើរស្វាទេហើយស្លឹកក៏ខៀវរាងសជាងចណ្ដើរស្វាដែរហើយចំណែកនេះដើមទួងអីក៏ខុសគ្នាដែរបាទដើមនេះបែបមូលបែបនេះបាទចណ្ដើរស្វាដើមរាងជ្រុងខ្លែងពណ៌រាងមូលមកតែម្ដងបាទហើយស្លឹកក៏មិនដូចគ្នាដែរបាទដើមនេះស្លឹកតកៅស៊ីពេកសัตว์ស៊ីពេកនេះបាទពុកម៉ែបងប្អូនស្រៀងនឹងជើងគោដូចគ្នាគ្រាន់តែថាខ្លែងពណ៌មិនសូវជាស្រួចចុងទេបាទហើយពេលធំទៅដើមវัวហ្នឹងបត់ចុះបត់ឡើងដូចជាចណ្ដើរស្វាដែរបាទហើយខ្លែងពណ៌ស្រួលរស់បាទសបោនៅវាលស្រែក៏មានតាមដំបូកស្រែក៏មានភ្លឺស្រែក៏មានតាមតំបន់ភ្នំក៏មានបាទកន្លែងនេះដែលខ្ញុំថតភ្នំនោះខាងនោះគឺភ្នំបាទនោះភ្នំធំហៅថាភ្នំស្វាខ្មៅបាទតែកន្លែងដែលខ្ញុំថតនេះជាចំការជាប់ជើងភ្នំបាទខាងនេះគឺភ្នំបាទចាំងថ្ងៃបាទអញ្ចឹងបញ្ជាក់ជូនពុកម៉ែបងប្អូនអំពីគុណប្រយោជន៍វល្លិខ្លែងពណ៌នេះយើងអាចយកមកធ្វើជាថ្នាំបន្សាបជាតិពុលសម្រាប់ពុកម៉ែបងប្អូនចៃដន្យមានគ្រោះពុលផ្សិតពុលអីពុលត្រីពុលអីអាចបន្សាបបានគ្រាន់តែយកវល្លិខ្លែងពណ៌នឹងទៅដាំទឹកស្ងោរហូបបន្សាបបានហើយមួយទៀតបើសិនជាស្វឹងស្រាខ្លាំងក៏ដូចគ្នាដែរឬមួយក៏ហូបវល្លិខ្លែងពណ៌ឲ្យទៅហូបស្រាគឺមិនសូវស្វឹងបាទហើយមួយទៀតអាចបន្សាបជាតិពុលផ្សេងនៅក្នុងខ្លួនបើសិនជាពុកម៉ែបងប្អូនមានជំងឺជាតិពុលនៅក្នុងថ្លើមក៏ត្រូវដែរបាទហើយក៏អាចផ្សំជាថ្នាំព្យាបាលជំងឺពោះវៀនផងដែរបាទបើសិនជាពុកម៉ែបងប្អូនមានអារម្មណ៍ថាណែនបាទណែននៅក្នុងកាពះពិបាកដកដង្ហើមហត់ដង្ហក់អីហ្នឹងបាទអាចជួយទៅព្យាបាលពោះវៀនកាពះដើម្បីឲ្យស្រួលខ្លួនវិញផងដែរបាទហើយបញ្ជាក់ជូនពុកម៉ែបងប្អូនផងដែរថាបើសិនជាពុកម៉ែបងប្អូនមានតែខ្លែងពណ៌មួយមុខក៏អាចប្រើបានបើសិនជាបានផ្សំជាមួយនឹងរុក្ខជាតិផ្សេងរឹតតែល្អបាទជាលឿនចង់និយាយថាធម្មតាជំងឺតែកាលណាកើតឡើងមិនមានតែមួយទេមានច្រើនបាទអ្នកខ្លះទៅមានអាស៊ីតកាពះធ្វើឲ្យហត់ធ្វើឲ្យដង្ហក់អ្នកខ្លះមានជំងឺដំបៅកាពះបាទធ្វើឲ្យពិបាកក្នុងការដកដង្ហើមហើយអ្នកខ្លះទៅមានខ្យល់ក្នុងកាពះពោះវៀនអីចឹងទៅដល់ចឹងយើងត្រូវផ្សំមានដាក់ថ្នាំបណ្ដេញខ្យល់មានថ្នាំព្យាបាលដំបៅថ្នាំបន្សាបជាតិពុលថ្នាំបញ្ចុះអាស៊ីតថ្នាំបំបត្តិឈឺកាពះផ្សេងលាយចូលគ្នាដើម្បីឲ្យជាលឿនបាទចង់ឲ្យបាត់ឈឺលឿនទាល់តែផ្សំបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណផ្សេងហើយរវល់ការងារច្រើនមិនបានរកដោយខ្លួនឯងសូមតាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏តាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទហើយកុំភ្លេចពុកម៉ែបងប្អូនសូមជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេបាទឬមួយក៏ជួយ Like Page បាទតាមដាន Page ងាយស្រួលនៅពេលដែលខ្ញុំផុសវីដេអូថ្មីទៅពុកម៉ែបងប្អូននឹងបានឃើញមុនគេហើយសូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ